សូមជម្រាបសួរញាតិមិត្តបងប្អូនទាំងអស់ជាទីគោរពនិងជាទីនឹករលឹកបាទณពេលនេះគឺខ្ញុំនៅក្នុងភូមិតពាំងរស័យឃុំតពាំងរស័យស្រុកកំពង់ស្វាយខេត្តកំពង់ធំហើយនៅកន្លែងនេះគឺជាស្តង់លក់អលឹករបស់កសិករខ្មែរដែលគាត់ដាំនៅតាំងកសាំងតែគាត់បានយកកសិផលនេះមកលក់នៅឯខាងស្រុកកំពង់ស្វាយនេះបាទអលឹកល្អណាស់ល្អមែនតើអលឹកនេះក្រហមនេះគឺផ្លូវជាតិបាទផ្លូវជាតិលេខ6ផ្លូវជាតិលេខ6នោះពីភ្នំពេញឆ្ពោះទៅសៀមរាបនៅក្នុងចំណុចភូមិតពាំងរស័យបាទលឹកច្រើនណាស់បាទស្អាតរសជាតិផ្អែមឆ្ងាញ់ក្រហមល្អណាស់អានេះផ្លូវជាតិលេខ6នោះឆ្ពោះទៅកាន់ខេត្តសៀមរាបហើយនេះគឺទេសភាពស្រុកស្រែទេសភាពផ្ទះរបស់ប្រជាជននៅតាមដងផ្លូវជាតិលេខ6មលុបឈឹងឆៃនៅក្រោមដើមស្វាយខ្យល់ហើយជាក់ស្រួលមែនតើបាទមេឃស្រឡះល្អមានពពកខ្លះពលឺថ្ងៃល្អហើយនេះគឺដើមព្រីងនៅក្រោមដើមព្រីងទៀតបាទហើយនៅខាងនោះគឺតូបអលឹកតង់អលឹកបាទសូមជូនពរញាតិមិត្តបងប្អូនសូមមានសុខភាពល្អនិងរីករាយក្នុងដំណើរកម្សាន្តគ្រប់ទិសទីបាទសូមអរគុណសូមជម្រាបលា